ថ្ងៃនេះលោកគ្រូធ្វើបន្តតទៅជាមួយការឆ្លើយសំណួរខ្លីៗអញ្ចឹងមានអ្នក comment គាត់សួរថាតើការតើសារធាតុញៀនមានអីខ្លះហើយសារធាតុញៀនហ្នឹងវាធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តដូចម្ដេចអញ្ចឹងតទៅជាមួយសារធាតុញៀនមានច្រើនប្រភេទសូម្បីតែសារធាតុញៀនដែលយើងដឹងទូទៅដែលជាគ្រឿងញៀនមានម៉ាតាកមានយ៉ាបាយ៉ាម៉ាអីហ្នឹងវាជាសារធាតុញៀនដែលយើងទទួលស្គាល់ថាវាប៉ះពាល់ដល់សុខភាពខ្លាំងហើយជាសារធាតុញៀនដែលខុសច្បាប់ហើយតកតងជាមួយនឹងសារធាតុញៀនដែលស្របច្បាប់មានដូចជាស្រាបារីនិងកាហ្វេឬភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីននៅខាងក្នុងហ្នឹងហើយតកតងជាមួយនឹងសមាសធាតុទាំងស្របច្បាប់និងមិនស្របច្បាប់វាធ្វើឲ្យញៀនដូចគ្នាក្នុងវីដេអូនេះលោកគ្រូសង្ខេបនឹងនិយាយតាក់ទងជាមួយនឹងសារធាតុញៀនមួយចំនួនតាក់ទងជាមួយនឹងគ្រឿងញៀនហើយជាមួយនឹងស្រាឬក៏បារីហើយតាក់ទងជាមួយនឹងគ្រឿងញៀនក៏ដោយហើយជាមួយនឹងស្រាដែលលោកគ្រូផ្ដោតសំខាន់ជាងគេគឺវាធ្វើឲ្យប៉ះពាល់ដល់ផ្នែកផ្លូវចិត្តតាក់ទងជាមួយនឹងរោគសញ្ញាបែងចែកជាពីរគឺតកតងជាមួយនឹងសញ្ញាផ្នែកអារម្មណ៍និងសញ្ញាចិត្តវិកលសញ្ញាអារម្មណ៍បន្ទាប់ពីការប្រើប្រាស់គ្រឿងញៀនឬក៏ស្រាគឺធ្វើឲ្យយើងមានអារម្មណ៍ភ័យខ្លាចមានអារម្មណ៍ថប់អារម្មណ៍ពេលខ្លះអាចឲ្យភ័យពេលខ្លះធ្វើឲ្យអារម្មណ៍យើងមិននឹងទៅជាប្រែប្រួលធ្លាក់ទឹកចិត្តអញ្ចឹងអារម្មណ៍ប្រែប្រួលគឺអាចមានអារម្មណ៍ភ័យព្រួយភ័យខ្លាចនិងអារម្មណ៍ធ្លាក់ទឹកចិត្តហើយការប្រើប្រាស់សារធាតុញៀននឹងផងដែរតើតើជាមួយគ្រឿងញៀនឬក៏ស្រាក៏អាចបង្កឲ្យមានរោគសញ្ញាវិកលចរិតដែរហើយរោគសញ្ញាវិកលចរិតគឺធ្វើឲ្យយើងគិតអីប្លែកហើយមើលឃើញអីប្លែកគិតចម្លែកទាំងមើលឃើញនិងការស្ដាប់ឃើញអ្វីប្លែកឬអ្វីចម្លែកដែលគេមិនឃើញហើយបញ្ចេញអាកប្បកិរិយាប្លែកខឹងកាចពេលខ្លះចង់នៅតែឯងពេលខ្លះទៀតអាចអ្នកជំងឺដែលប្រើប្រាស់គ្រឿងញៀនហ្នឹងធ្វើនិយាយតែឯងសើចតែឯងដែលធ្វើឲ្យយើងយល់ច្រឡំថាតើគាត់មានរោគសញ្ញាវិកលចរិតហ្នឹងមានឫសគល់មកពីអី